បាទសួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះយើងនឹងសិក្សាអំពីកម្មវិធីពីពណ៌ចំណុចដែលយើងត្រូវសិក្សាទី1គឺរបៀបបើកកម្មវិធីពីពណ៌ទី2គឺការបង្កើតការបង្ហាញបាទរបៀបទី1គឺការបង្កើតកម្មវិធីពីពណ៌ជាទូទៅដែលយើងតែងតែប្រើប្រាស់គឺមាន3របៀបបាទរបៀបទី1គឺយើងចុចលើ Start យក All App យក folder មួយដែលមានឈ្មោះថា OpenOffice 4.1.1 ហើយយើងយកកម្មវិធីមួយដែលមានចុចលើកម្មវិធីមួយដែលមានឈ្មោះថា OpenOffice Impress បាទរបៀបទី2គឺការចុចលើ icon ដែលមាននៅលើ desktop ឬយើងថាផ្ទៃតុរបៀបទី3គឺការចុច shortcut ដោយចុចគ្រប់ចុច Windows បូកអក្សរ R រួចវាពាក្យថា as impress រួចយើងចុច OK ឬក៏ចុច Enter ជាការស្រេចបាទឥឡូវនេះខ្ញុំសូមបង្ហាញបងប្អូនគ្នាអំពីការរបៀបបើកនៃរបៀបទាំង3នេះដូចតទៅបាទរបៀបទី1គឺយើងចុចលើ Start ហើយយើងយកពាក្យថា All App យើងរក folder មួយដែលមានឈ្មោះថា OpenOffice នេះជា folder OpenOffice 4.1.1 បាទយើងចុចលើ folder វានឹងបង្ហាញកម្មវិធីជាច្រើនរបស់ OpenOffice បាទឥឡូវកម្មវិធីដែលយើងត្រូវសិក្សាគឺ OpenOffice Impress បាទនេះជាកម្មវិធីរបស់ OpenOffice Impress បាទយើងចុចលើវាហើយយើងចុចបង្កើតជាការស្រេចបាទរបៀបទី2គឺការចុចលើ shortcut យើងចុចលើ icon ដែលមាននៅលើផ្ទៃតូចយើងឬ desktop យើងបាទយើងចុចលើវាយើងអាចមកស្ដាំហើយយើងចុចយកពាក្យថា open ឬមួយយើង double click លើវាក៏បានដែរបាទហើយយើងចុចការបង្កើតជាការស្រេចបាទរបៀបទី3គឺយើងចុច Windows បូកអក្សរដោយយើងចុច Windows ដែលមាននៅលើក្តារចុចយើងហើយចុចព្រមគ្នាជាមួយនឹងអក្សរ R បាទជាអក្សរ R យើងចុចវាបាទពេលនោះវានឹងចេញផ្ទាំងមួយដែលមានឈ្មោះថា Run ហើយត្រង់ចំណុចហ្នឹងគឺយើងវាយឈ្មោះកម្មវិធីដែលយើងចង់បើកបាទឥឡូវយើងសិក្សាអំពីកម្មវិធី Impress គឺកម្មវិធីពីពណ៌យើងនឹងបើកកម្មវិធីវាដោយគ្រាន់តែយើងសរសេរពាក្យថា as Impress បាទសរសេរ as ហើយសរសេរ Impress បាទហើយយើងចុច OK ឬមួយចុច Enter នៅលើក្តារចុចយើងក៏បានដែរបាទនេះវានឹងបង្ហាញឲ្យហើយយើងចុចការបង្កើតបាទនេះខ្ញុំបង្ហាញដល់គ្នាអំពីរបៀបនៃការបើកកម្មវិធីបាទនៅចំណុចមួយទៀតយើងសិក្សាអំពីប្រភេទនៃការបង្ហាញដែលវាមាន3របៀបដែរគឺទី1ការបង្ហាញទទេទី2ពីពុំនិងទី3បើការបង្ហាញដែលមានស្រាប់បាទការបង្ហាញទទេគឺយើងប្រើសម្រាប់បង្កើតការបង្ហាញអ្វីមួយដែលមិនមានអ្វីសោះចំណែកពីពុំគឺយើងប្រើសម្រាប់ការបង្កើតការបង្ហាញដែលមានទម្រង់ស្រាប់បើការបង្ហាញដែលមានស្រាប់បាទគឺយើងប្រើសម្រាប់ការបើការបង្ហាញដែលមានស្រាប់ពេលដែលយើងបានបង្កើតពីមុនបាទឥឡូវយើងនឹងសិក្សាអំពីវាលម្អិតបាទនៅពេលដែលយើងចុចបើកកម្មវិធីបាទឥឡូវខ្ញុំចុចលើវាចុចលើ icon យើងបាទនៅពេលដែលយើងបើកកម្មវិធីរបស់កម្មវិធី Impress ជាដំបូងវានឹងបង្ហាញប្រភេទ3ប្រភេទដែលយើងជ្រើសរើសទី1គឺការបង្ហាញទទេទី2គឺពីពុំទី3គឺការបើកការបង្ហាញដែលមានស្រាប់បាទ
បាទចំពោះការបង្កើតបង្ហាញទទេគឺវាគ្មានអីសោះបាទនេះបាទគិតថាយើងចុចបង្កើតជាការស្រេចបាទក្នុងបាត់ពេញបាទចំណែកការបង្កើតការបង្ហាញដែលចេញពីពុម្ពបាទគឺយើងចុចពីពុម្ពអញ្ចឹងបានន័យថាអ្វីដែលវាមានពុម្ពស្រាប់ដែលយើងត្រូវការបង្ហាញបាទយើងអាចរើសប្រភេទពុម្ពដែលយើងត្រូវចង់បង្ហាញបាទនេះជាពុម្ពប្រភេទពុម្ពគំរូយើងអាចរើសប្រភេទ style ឬ mode របស់វាមានជាច្រើនទៀតដែលយើងចង់បានយើងអាចរើសប្រភេទមួយណាដែលយើងពេញចិត្តក៏បានដែរឧទាហរណ៍ខ្ញុំរើសជាពុម្ពរបស់ខ្ញុំយកពីតិនបាទហើយខ្ញុំបង្កើតបាទយើងអាចចុចនេះក៏បានបាទឬមួយចុចបង្កើតជាការស្រេចបាទយើងចុចនេះជាចុចបង្កើតមកនោះបាទវាលឿនស្រួលបាទនេះជា slide ដែលជា mode របស់វាដែលយើងរើសចេញពីពុម្ពសម្បត្តិវិញបាទចំណុចទី3គឺយើងសិក្សាអំពីប្រភេទមួយទៀតគឺការបើកការបង្ហាញដែលមានស្រាប់បានន័យថាយើងធ្លាប់បើកនៅមេរៀនដែលមានពីមុនមកមេរៀនកម្មវិធីរបស់កម្មវិធីពីពលកម្មវិធី Impress ដែលយើងធ្លាប់បើកវានឹងបង្ហាញនៅទីនេះទាំងអស់បាទឥឡូវខ្ញុំបើកវាបាទអញ្ចឹងខ្ញុំធ្លាប់បើកមេរៀនទី1វាបង្ហាញនៅមេរៀនទី1នៅលើជួរហ្នឹងបាទអ្វីដែលយើងធ្លាប់បើកថ្មីវានឹងបង្ហាញនៅទីនេះបាទឡើងចុចលើមេរៀនទី1ហើយខ្ញុំចុចពាក្យបើកបាទនេះជាមេរៀនមុនដែលខ្ញុំធ្លាប់បើកពីមុនដែលជាមេរៀនទី1របស់កម្មវិធី OpenOffice Impress បាទការបើកម្មវិធីពីពូហើយនឹងប្រភេទនៃការបង្ហាញខ្ញុំសូមសន្មតចិត្តត្រឹមនឹងបាទជួបគ្នាជាមួយនឹងវីដេអូបន្ទាប់ទៀតដែលសិក្សាអំពីចំណុចជាបន្តទៀត